អាជ្ញាធរខេត្តកំពង់ចាមនិមន្តព្រះសង្ឃ79អង្គរាប់បាត់ក្នុងឱកាសប្រារព្ធទិវាជាតិនៃការចងចាំ20ឧសភានៅមណ្ឌលឧក្រិដ្ឋកម្មភ្នំប្រុសស្រុកកំពង់សៀមលោកស្រីអែមហៀងធ្វើសេចក្តីរាយការណ៍ឯកឧត្តមអ៊ុនចិន្តាអភិបាលខេត្តកំពង់ចាមលោកបានដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធលោកគ្រូអ្នកគ្រូសាសានុសិស្សនិងបងប្អូនប្រជាពលរដ្ឋសរុប660នាក់ប្រពៃទិវាជាតិនៃការចងចាំ20ឧសភានៅបរិវេណមណ្ឌលឧក្រិដ្ឋកម្មវត្តសវណ្ណគិរីរតនភ្នំប្រុសស្ថិតក្នុងឃុំកឡាស្រុកកំពង់សៀមព្រមទាំងបាននិមន្តព្រះសង្ឃចំនួន79អង្គរាប់បាតដើម្បីឧទ្ទិសកុសលជូនដល់អ្នកដែលស្លាប់នៅក្នុងរបបខ្មែរក្រហមដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី20ខែឧសភាឆ្នាំ2025នេះក្រោមវត្តមានឯកឧត្តមក្លូតផនប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តមវងប៊ុនវិសុទ្ធព្រះរាជអាជ្ញាអមសាលាដំបងខេត្តកំពង់ចាមឯកឧត្តមអ៊ុនចិន្តាអភិបាលខេត្តលោកបានថ្លែងថានៅថ្ងៃទី14ខែកុម្ភៈឆ្នាំ2018រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ14អនក្របកកំណត់យកថ្ងៃទី20ខែឧសភាជាទិវាជាតិនៃការចងចាំជាបុណ្យផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ជាការរំលឹកដល់ជនរងគ្រោះនិងការឈឺចាប់ពីឧក្រិដ្ឋកម្មដែលកើតឡើងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យពីថ្ងៃ17មេសាឆ្នាំ1975ដល់ថ្ងៃទី7ខែមករាឆ្នាំ1979ឯកឧត្តមអ៊ុនចិន្តាអភិបាលខេត្តលោកបានលើកឡើងថារយៈពេល46ឆ្នាំកន្លងទៅនេះបន្ទាប់ពីជ័យជំនះលើរបបប្រល័យពូជសាសន៍ប៉ុលពតកម្ពុជាបានសម្រេចការផ្លាស់ប្ដូរយ៉ាងជ្រាលជ្រៅពុំនឹកស្មានដល់ជាពិសេសក្នុងរយៈពេល26ឆ្នាំចុងក្រោយនេះបន្ទាប់ពីកម្ពុជាមានសន្តិភាពពេញលេញកម្ពុជាដែលពីមុនកើតមានសង្គ្រាមមិនចេះចប់និងជាទឹកដីដ៏វិរពិឃាតយងខ្នងបំផុតបានប្រែក្លាយទៅជាទឹកដីដ៏ស្រស់បំព្រងប្រកបដោយសន្តិភាពសេរីភាពប្រជាធិបតេយ្យនិងនីតិរដ្ឋប្រជាជនបានធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួនហើយកម្ពុជាកំពុងរស់នៅយ៉ាងសុខសាន្តសុខដុមរមនាទាំងក្នុងគ្រួសារក្នុងសហគមន៍និងសង្គមជាតិទាំងមូលផងដែរនាងខ្ញុំអែមហៀងធ្វើសេចក្តីរាយការណ៍ពីខេត្តកំពង់ចាមសូមជម្រាបលា